ចឹងខ្សែចិនតិចជឿយើងនឹងបងប្រហែលជាធ្លាប់លឺហើយឥឡូវខ្ញុំបានទៅលេងនៅខេត្តនឹងក្រុងដែលថាមានប្រភពដើមកំណើតនៃចិនតិចជឿដែលថានៅប្រទេសចិនហ្នឹងឯងទីក្រុងដែលខ្ញុំទៅលេងដំបូងគេហ្នឹងគឺសានថូដែលនៅទីក្រុងកួងតុងហើយធ្លាប់លឺហើយកងចៅនិយាយទៅនេះក្រុងមួយទៀតនៅខេត្តកួងតុងដែរសារខ្ញុំទៅជិះឡានទេអញ្ចឹងខ្ញុំជិះម៉ូតូអគ្គិសនីទៅញ៉ាំកាទៀវនៅចិត្តហ្នឹងមើលតាមអ៊ីនធឺណិតទៅគឺគេ recommend ឲ្យមកញ៉ាំកន្លែងនេះតាមតែខ្ញុំទៅញ៉ាំហ្នឹងគឺខ្ញុំឃើញមានអ្នកទេសចរគឺគេទៅញ៉ាំនឹងច្រើនដែរជនជាតិចិនដូចគ្នាខ្ញុំញ៉ាំ milk tea អីហើយខ្ទង់ម៉ោង3ម៉ោង4ហ្នឹងខ្ញុំទៅញ៉ាំ hot pot តែ hot pot នេះប្លែកáដូច hot pot យើងញ៉ាំហោដងដូចថាទឹកក្រហមទេគេមានជិបជប់អ្នកនរគ្នាហៅអីក៏បានដែរគេមានសាច់គោមានផាក់លើមានឲ្យយើងលាយគ្រឿងខ្លួនឯងហើយទឹកស៊ុបគេគឺថ្លាហ្មងទៅខ្ញុំហៅប្រហែលមុខនេះទៅបើថាច្រើនគឺច្រើនគូសមដែរដោយសារឃើញអីក៏តំណងដែរចេះតែចង់សាក់អញ្ចឹងខ្ញុំសាក់ញ៉ាំឡាតផាក់លើគេនេះគឺឆ្ងាញ់របស់គេអត់ផ្អែមខ្លាំងទេខ្ញុំញ៉ាំសាច់គោដែររបៀបដូចផាក់លើបន្តិចដូចខគោបន្តិចរបៀបថាគេធ្វើមកដូចសាច់គេតុនហ្មងទៅម្ហូបនៅខ្ញុំញ៉ាំនឹងគឺថារសជាតិគេអត់មានដិតខ្លាំងទេរសជាតិគេគឺល្មមហើយសាច់គោគេគឺថាតុនមែនតែនហ្មងខាងបងអ្នកលក់ហ្នឹងគាត់ឲ្យយើងសាក់ទឹកជ្រលក់នេះគាត់ថាឲ្យជ្រលក់មួយទៅគឺឆ្ងាញ់អត់តលាប់អីចឹងណានិយាយទៅឆ្ងាញ់របស់គេមែនញ៉ាំទឹកជ្រលក់ហ្នឹងទៅដូចគេធ្វើមកពីផ្លែឈើអីមួយយ៉ាងដែលថាញ៉ាំទៅរៀងរសជាតិជូរហើយខ្ញុំនៅគឺ2ជាន់ហើយច្រើនល្វែងខ្លាំងមែនតែនហ្មងហើយមនុស្សគឺច្រើនខ្លាំងហើយបុណ្យទានអីហ្នឹងមិនបាច់ទៅទេលោកអើយគឺគេថាអង្គុយចាំដល់300-400នាក់តាមបទពិសោធន៍ខ្ញុំថាខ្ញុំធ្លាប់ដើរលេងទីក្រុងផ្សេងនៅចិនហ្នឹងណានិយាយទៅនៅកងតុងហ្នឹងនៅកងជើខ្ញុំធ្លាប់ញ៉ាំផាត់តែថាឆ្ងាញ់ហើយតែអ្នកនរគ្នាពេលមកសាក់នៅខាងកន្លែងនេះវិញគឺថាហៅតែឆ្ងាញ់ជាងនឹងទៀតនិយាយទៅនៅម្ដុំហ្នឹងគឺថាប្រហិតគឺឆ្ងាញ់ហ្មងផាត់គេគឺស្វិតមែនតើមកដូចរឿងតិនហ្វ្រីយើងមើលកាលនៅក្មេងម៉ែហើយខ្ញុំជិះម៉ូតូហ្នឹងទៅកន្លែងជិះទូកនិយាយទៅនៅចិត្តនឹងដែរមិនចិត្តណាស់ណាតែគ្រាន់តែយើងមើល map យើងមើលគយគុណទៅសភាពចឹងខ្ញុំអត់ចូលចិត្តជិះឡានទេនិយាយទៅគឺពុលឡានហ្មងខ្ញុំជិះម៉ូតូនេះគឺឈៀលខ្លាំងមែនតើហ្មងនៅទីក្រុងណាដែលថាអាចជិះម៉ូតូបានណាខ្ញុំជិះម៉ូតូរហូតហ្មងយើងជិះបានបន្តិចហ្នឹងទៅដល់កន្លែងសមុទ្រនេះគេកំពុងតែនេះអាកាសធាតុអត់សូវល្អខ្លាំងម៉ាទេតែក៏អត់តន់ភ្លៀងដែរហើយសិតតែក្តារហ្មងណាចិត្តហ្នឹងគឺគេមានកន្លែងលក់សបុតឯអ្នកនរគ្នាអាច scan តាម WeChat បានហើយសបុតអត់សូវថ្លៃទេធូរវិញខ្ញុំទៅហ្នឹងខ្ញុំជិះមកជុំអត់ឈប់នៅកន្លែងកោះណាទៅឈរចាំផែ5-10នាទីមកគ្រាន់តែជើងលើទូកបាច់គឺមេឃភ្លៀងហ្មងនិយាយទៅខ្ញុំចាប់កន្លែងអង្គុយគិនដែរដំបងក៏ប៉ុន្តែមេឃភ្លៀងខ្លាំងពេកខ្ញុំក៏មកអង្គុយកដាលវិញទៅនិយាយទៅអាកាសធាតុនេះគឺថាស្រួលដើរមួយយ៉ាងដែរតែភ្លៀងរហូតហ្មងទៅយើងដើរបានតែ indoor អញ្ចឹងណាហើយកន្លែងផ្សេងទៀតហ្នឹងគឺរៀងស្កាត់មនុស្សបន្តិចដោយសារមេឃភ្លៀងអញ្ចឹងទៅគេអត់សូវដើរលេងច្រើនទេមកខ្ញុំបានជិះម៉ូតូហ្នឹងទៅលេងនៅភូមិបុរាណនិយាយទៅមនុស្សថាគូសំដែរអត់សូវច្រើនខ្លាំងប្រហែលទេដោយសារមេឃភ្លៀងហើយអញ្ចឹងណាហើយបើមកពេលផឹកហ្នឹងគឺមនុស្សច្រើនខ្លាំងដែរបុរាណនេះពេលខ្ញុំដើរទៅក៏អត់មានអារម្មណ៍ថាទូកដែរគឺធំខ្លាំងដែរហើយគេកំពុងតែព្រិចតរហូតខែហ្នឹងខ្ញុំដើរហ្នឹងគឺរដូវកាលភ្លៀងអញ្ចឹងគេអត់សូវដើរខ្លាំងប្រហែលទេហើយអាកាសធាតុកំពុងតែភ្លៀងស្រាប់ផងអញ្ចឹងអាចថាគេទៅកន្លែងផ្សេង